ញ៉ៃនៅពីក្រោយរូបភាពស្អាតនៅក្នុងពិធីបុណ្យអុំទូកដែលអ្នកទាំងអស់គ្នាបានឃើញពីហក់ចូលទឹកទាញប្រតិបមកវិញហ្នឹងក៏មានដែរផ្ដើមដំបូងនៅពេលល្ងាចមុនមួយថ្ងៃគឺយើងនាំគ្នារៀបចំគ្រឿងខៅសម្រាប់ថតជាទៅកាត់ស្លឹកចេកទៅបេះផ្កាទៅសាទិញអំបុកទិញចេកដល់ព្រឹកថ្ងៃបន្ទាប់ហ្នឹងណាគឺយើងជុំគ្នាដើម្បីធ្វើប្រតិបឆ្នាំហ្នឹងហ៊ានណាធ្វើប្រតិបផងធ្វើនំផងហើយចាក់ផ្កាធ្វើសម្រាប់ដាក់នំទៀតគេសាធ្វើនំចេកអំបុកប៉ងអ្នកទាំងអស់គ្នាសើ YouTube ដើម្បីរៀនធ្វើតាមណាខ្ញុំអត់បាន detail របៀបធ្វើនៅក្នុងវីដេអូហ្នឹងទេតែខ្ញុំនឹងប្រាប់វិធីធ្វើមិនបំពងកុំឲ្យនំហ្នឹងជោគខ្លាញ់កុំធ្វើដូចក្នុងវីដេអូខ្ញុំនេះឯសោះតែដែលបំពងទៅគឺនំហ្នឹងអត់ឆ្ងាញ់ទេជោគខ្លាញ់ឡើងខ្លាំងហ្មងឡើងល្ងើវាប្រេះអាម្សៅហ្នឹងចេញពីគ្នាទៀតពេលហ្នឹងខ្ញុំឡើងភ័យយកទៅឲ្យគេភ្លក់មកយេនំអត់ឆ្ងាញ់ហើយឡើងអាឡែអាឡាព្រោះជីទៅសាទិញនំហ្នឹងវិញតាប៉ុន្តែក៏បែកកំណត់លបងដាក់នៅក្នុងម៉ាស៊ីន air fryer មើលអាបំពងអត់ដាក់ខ្លាញ់នំឡើងឆ្ងាញ់ស្រួយហើយអត់ជោគខ្លាញ់ទេអ្នកនរគ្នាតែវីដេអូដែលខ្ញុំទៅដាក់ចូលម៉ាស៊ីន air fryer ហ្នឹងគឺអត់បានថតទេព្រោះពេលហ្នឹងកំពុងតែវីវក់អញញ៉ៃពេញហ្នឹងហើយដល់មកប្រហែលជាខ្ទង់5បន្តិចចាប់ផ្ដើមចាក់ហើយផ្កាសម្រាប់ដាក់នំហ្នឹងក៏ចាប់ផ្ដើមធ្វើហើយនំដែលដាក់ចូលក្នុង air fryer ហ្នឹងក៏វាចាប់ផ្ដើមស្រួយឆ្អិនល្អយើងក៏ចាប់ផ្ដើមជីកទៅកន្លែងដូរសម្លៀកបំពាក់ខ្មែរបងបោះស្បាក៏ធ្វើសក់ឲ្យខ្ញុំបដាគ្នាខ្ញុំបិទកញ្ចក់ឲ្យខ្ញុំបដាលេងសើចអីសាច់គូសិនម្ដាមខេនេះហើយខ្ញុំតប់មុខតាំងពីព្រឹករហូតដល់ស្មើនេះឡើងយប់ហ្នឹងណាសាច់ម្សៅអត់មានបីសភីសភូអីទេមើលទៅឡើងម៉ត់ឲ្យលងចាំងស្អាតមែនតើរៀបចំខ្លួនរួចរាល់អស់ហើយចាប់ផ្ដើមចេញដំណើរទៅថតវីដេអូស្វែងរកអ្នកដែលស្គាល់ឈ្មោះនំចេកបុកអំពងថតវីដេអូចាប់រួចរាល់ហើយឡើងឡានប្រញាប់ដើម្បីទៅថតរូបស្លឹកប្រទីបទៀតរំងាន់ទៅថតឲ្យម៉ោង 7:10 យប់ណាស់បងប្អូនអូយធូរមែនតើហ្មង